សួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកអានរឿងអន្ទង់វែងឆ្នាំងវែងចូលអានរឿងរួចឆ្លើយនឹងសំណួរក្នុងកាលកន្លងទៅហើយមានមនុស្ស2នាក់ជាប្តីប្រពន្ធថ្ងៃមួយប្តីចេញទៅរកអន្ទង់ដើម្បីធ្វើជាអាហារប្តីរកបានអន្ទង់មួយមកប្រគល់ឲ្យប្រពន្ធហើយប្រាប់ឲ្យយកទៅស្លប្រពន្ធឆ្លើយចុះអន្ទង់នេះវែងម្ល៉េះបានឆ្នាំងវែងពីណាមកស្ងោអន្ទង់នេះបានដីលឺហើយនឹកថាប្រពន្ធខ្លួនងងណាស់ក៏ប្រាប់ទៅប្រពន្ធបើឯងរកឆ្នាំងវែងពុំបានទេឯងយកអន្ទង់នេះទៅព្យួរទុកទៅប្រពន្ធក៏យកអន្ទង់ទៅព្យួរទុកហើយគិតទៅបំបើកូនក្នុងមុងដីយកអន្ទង់នោះមកកាត់ចិញ្ច្រាំហើយយកឆ្នាំងមកដាក់ស្លកកលុះឆ្អិនគាត់ដោះដួសរួចហៅប្រពន្ធឲ្យមកស៊ីរួចលាងចានទុកតែសម្លអន្ទង់នោះសល់បន្តិចនៅបាតឆ្នាំងប្តីមិនលាងឆ្នាំងនោះទេហើយចេញទៅជួស្រែបាត់ទៅឯប្រពន្ធដឹងថាប្តីចេញទៅបាត់នឹកដល់សម្លឆ្ងាញ់ក៏ស្ទុះក្រោកឡើងទៅយកឆ្នាំងនោះមកលិតនាងនោះខំលិតណាស់ទៅក្បាលនាងចូលក្នុងឆ្នាំងគ្របជាប់ពីលើមិនដឹងធ្វើដោយម្ដេចនឹងយកឆ្នាំងចេញបានក៏វាទៅពួនក្នុងមុងលុះប្តីត្រឡប់មកពីជួស្រែវិញរកប្រពន្ធមិនឃើញក៏ស្រែកហៅស្រាប់តែឮសូរសំឡេងរៀងកងួវល់គាត់នឹកសង្ស័យក៏ចូលទៅបាក់មុងមើលឃើញប្រពន្ធជាប់ក្បាលនៅក្នុងឆ្នាំងគាត់យកដំបងវាឆ្នាំងនោះបំបែកប្រពន្ធលន់មាត់ស្រែកយ៉ាអញពួននឹងគាត់ឯងសោះប្តីនឹកអស់សំណើចក៏ដើរចេញទៅសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នា